19ចាប់ផ្ដើមមានហើយលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីអំពីវិនិយោគការពារខ្លួនពីការឆ្លងជំងឺនេះដោយធ្វើការពារម៉ាស់នៅទីកន្លែងដែលមានមនុស្សច្រើនលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីបានឲ្យដឹងលើបណ្ដាញសង្គម Facebook នាយប់ថ្ងៃអាទិត្យនេះថាជំងឺ COVID-19 ចាប់ផ្ដើមទៀតហើយសូមបងប្អូនប្រជាពលរដ្ឋយើងធ្វើការការពារខ្លួនអំពីការឆ្លងជំងឺនេះដោយធ្វើការពាក់ម៉ាស់នៅទីកន្លែងដែលមានមនុស្សច្រើនលាងដៃឲ្យបានញឹកញាប់ហើយបើខ្លួនឯងមានអាការៈផ្ដាសាយសូមពាក់ម៉ាស់ដើម្បីការពារកុំឲ្យឆ្លងទៅអ្នកដទៃជាមួយគ្នានេះដែរលោកជំទាវអំពីវិនិយោគឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ចំពោះប្រជាពលរដ្ឋដែលមានសុខភាពប្រឈមនឹងហានិភ័យខ្ពស់ដូចជាមនុស្សចាស់ជាដើមក្រសួងសុខាភិបាលបានឲ្យដឹងថានៅថ្ងៃទី16ខែឧសភាឆ្នាំ2025ករណីឆ្លងថ្មី0នាក់ករណីជាសះស្បើយ2នាក់និងករណីស្លាប់0នាក់នេះបើតាមសេចក្តីជូនព័ត៌មានស្តីពីការសរុបស្ថានភាពជំងឺ COVID-19 ក្នុងប្រជាជាតិកម្ពុជា